ក្រសួងបរិស្ថានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋសហការជាមួយក្រសួងបរិស្ថានដើម្បីចាប់ជនល្មើសដែលបានបាញ់តដៃជាមួយមន្ត្រីឧទ្យានុរក្សពេលចុះអនុវត្តច្បាប់ការពារអភិរក្សធនធានធម្មជាតិនៅខេត្តមណ្ឌលគិរីមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់កាលពីថ្ងៃទី8 ខែមេសាឆ្នាំ2025ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានថាថ្មីកន្លងទៅមានករណីជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្សដែលកំពុងបំពេញបេសកកម្មល្បាតក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីក្រសួងបរិស្ថានចាត់ទុកករណីបាញ់នេះជាអំពើដ៏ឃោរឃៅរបស់ជនល្មើសដោយប្រើអាវុធខុសច្បាប់ដើម្បីរារាំងនិងគំរាមកំហែងដល់អាយុជីវិតមន្ត្រីអនុវត្តច្បាប់ដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងលិខិតដដែលនោះបញ្ជាក់ថាក្រសួងបរិស្ថានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្ត្រីអនុវត្តច្បាប់ដែលបាននិងកំពុងបំពេញតួនាទីក្នុងនាមជាមន្ត្រីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិក្រសួងបរិស្ថានកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ស្វែងរកជនល្មើសនិងអ្នកពាក់ព័ន្ធនៃអំពើល្មើសច្បាប់នេះបើតាមក្រសួងបរិស្ថានដដែលឲ្យដឹងថាក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តមណ្ឌលគិរីមានករណីជនល្មើសបាញ់មកលើមន្ត្រីអនុវត្តច្បាប់និងបង្កឲ្យមានការបាត់បង់អាយុជីវិតចំនួន3រូបនៅក្នុងឆ្នាំ2018